ថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនពីរបៀបធ្វើសាច់គោអាំងឲ្យមានរសជាតិឆ្ងាញ់ហើយថែមទាំងសាច់ទន់ហើយមើលទៅជូសៀបងប្អូនគ្រឿងផ្សំមានដូចជាម្ទេសឆ្អើរកិនឲ្យម៉ត់គល់ស្លឹកគ្រៃហាន់ឲ្យម៉ត់បុកលាយជាមួយនឹងរំដេងខ្ទឹមសខ្ទឹមក្រហមស្លឹកក្រូចសើចនិងល្មៀតខ្ទិះដូងទឹកដោះគោខាប់ម្សៅស៊ុបខ្នុរប្រេងខ្យងទឹកត្រីស្ករសប្រេងអូលីវនិងប្រេងគ្រាប់ម្ខាក់បងប្អូនដាក់ប្រេងអូលីវនិងប្រេងគ្រាប់ម្ខាក់គឺដើម្បីបង្កើនពណ៌ហើយនឹងឲ្យសាច់យើងនឹងមានភាពភ្លឺរលោងហើយទន់សាច់ទៀតបងប្អូនបន្ទាប់មកដាក់គ្រឿងសាតេចំនួន2ស្លាបព្រាបាយបងប្អូនហើយបើបងប្អូនអត់មានដាក់សណ្តែកដីជំនួសក៏បានដែរបងប្អូនខ្ញុំបន្ថែមទឹកដូងដែលមាននៅក្នុងខ្ទិះដូងបងប្អូនចំនួន1វែកហើយកូរច្របល់ចូលគ្នាឲ្យសព្វភ្លក់មើលល្មមរសជាតិដែលខ្ញុំចង់បានហើយទើបខ្ញុំដាក់សាច់ដែលខ្ញុំបានហាន់ជាចំណិតស្ដើងចូលទៅក្នុងគ្រឿងហ្នឹងមានលាយខ្លាញ់ខ្លះច្របល់ចូលគ្នាឲ្យសព្វទៅបងប្អូនទុករយៈពេលកន្លះម៉ោងសូមបងប្អូនដោតចង្កាក់ហើយចង្កាក់ដែលបងប្អូនយកមកដោតសាច់គោអាំងហ្នឹងគឺបងប្អូនត្រូវត្រាំទឹកចំនួន5នាទីអីសិនទៅសឹមយកមកដោតដើម្បីកុំឲ្យពេលដែលយើងដោតសាច់គោទៅយើងយកទៅអាំងឆេះចង្កាក់ហ្នឹងបងប្អូនពេលដោតសាច់គោចូលចង្កាក់បងប្អូនត្រូវដាក់សាច់គោមួយខ្លាញ់ម្ដុំសាច់គោមួយខ្លាញ់ម្ដុំធ្វើអញ្ចឹងដើម្បីឲ្យពេលដែលយើងអាំងសាច់គោធ្វើឲ្យសាច់គោយើងអត់ស្ងួតបងប្អូនបើយើងអាំងសាច់សុទ្ធស្ងួតហើយអត់ឆ្ងាញ់ទេហើយពេលដែលសាច់នឹងត្រជាក់គឺរឹងហ្មងអញ្ចឹងយើងត្រូវអាំងមានលាយខ្លាញ់មានលាយសាច់អញ្ចឹងណាបានសាច់គោអាំងយើងឆ្ងាញ់បងប្អូនឥឡូវខ្ញុំបានដោតរួចហើយខ្ញុំបានដាក់ចូលក្នុងអូវិនរបស់ខ្ញុំដាក់អាំងហើយខ្ញុំបានលាបទឹកម្ខាក់បងប្អូនទឹកពណ៌ក្រហមខ្លាញ់ហ្នឹងខ្លាញ់ម្ខាក់ហ្នឹងខ្ញុំបានលាបពីលើសាច់គោដែលខ្ញុំបានអាំងឆ្អិនបាន 50% បងប្អូនហើយបងប្អូនចង់យកទឹកខ្ទិះដូងយកមកលាបពេលហ្នឹងក៏បានដែរបងប្អូនមិនបាច់ប្រឡាក់ពេលមុនណាក៏ចាំលាបពេលហ្នឹងក៏បានដែរហ្នឹងស្រេចទៅលើបងប្អូនចង់លាបពេលណាក៏បានដែរណាផ្នែកនំប៉័ងខ្ញុំក៏បានពុះជា2ទៅខ្ញុំមានប៊ឺសាបបងប្អូនខ្ញុំយកមកចិត្តចំណិតស្ដើងដាក់ពីលើនំប៉័ងគ្រប់នំប៉័ងហ្នឹងទៅបន្ទាប់ពីដាក់ប៊ឺសាបហើយខ្ញុំក៏យកដាក់ទៅក្នុងឡចំនួនប្រហែលជា3នាទីបងប្អូនអត់ហ៊ានដាក់យូរដោយសារខ្លាចខ្លោចបងប្អូនឥឡូវសាច់គោខ្ញុំបានឆ្អិនហើយបងប្អូនខ្ញុំលើកចេញពីអូវិនហើយក៏រៀបដាក់ចានមានជ្រក់មួយចានហ្នឹងជ្រក់ហ្នឹងគឺខ្ញុំធ្លាប់ធ្វើបង្ហាញពីមុនមកហើយបងប្អូនដូចតែគ្នាឯងឥឡូវនំប៉័ងហើយនឹងសាច់គោអាំងចង្កាក់ខ្ញុំរួចរាល់ហើយបងប្អូនជាមួយនឹងជ្រក់ល្ហុងត្នោងឯងបងប្អូន